សូមសម័យថាយើងចង់សង់សន្តាគារមួយដែលមិនទាន់បានដឹងច្បាស់ថាតើត្រូវរត់ប្រព័ន្ធ system MEP នៅទីណាអញ្ចឹងការងារនេះនឹងធ្វើឲ្យមាននៅបញ្ហា change order នៅក្នុងការដ្ឋានការ change order នៅក្នុងការដ្ឋានគឺបង្កឲ្យមានការចំណាយច្រើនជាងការផ្លាស់ប្ដូរក្នុងគម្រោងប្លង់អញ្ចឹងភាពច្បាស់លាស់ក្នុងគម្រោងប្លង់គឺនាំឲ្យយើងអាចសិក្សាបានទៅលើ value engineer ដែលធ្វើឲ្យយើងសិក្សាអំពីវិធីសាស្ត្រផ្សេងៗក្នុងការអនុវត្តគម្រោងប្រកបដោយគុណភាពហើយក្នុងបច្ចិតដែលយើងចង់បានមុនពេលចាប់ផ្ដើមសាងសង់ប្លង់បច្ចេកទេសគឺត្រូវតែរួចរាល់ 100% បន្ទាប់ពីប្លង់គឺបញ្ជីតម្លៃ BOQ គឺជាអាទិភាពទី2ដែលយើងត្រូវតែចាំបាច់ក្នុងការរៀបចំពីព្រោះ BOQ គឺជាឯកសារដែលប្រាប់យើងអំពីបរិមាណសម្ភារៈក៏ដូចជាតម្លៃនៃគម្រោងជាពិសេសគឺទំហំក៏ដូចជា schedule នៃគម្រោងបន្ទាប់ពីយើងមាននៅ BOQ ការងារដែលចាំបាច់បន្ទាប់គឺយើងត្រូវធ្វើការរៀបចំការងារដេញថ្លៃទៅតាមទំហំការងារដែលយើងចង់បានដោយអញ្ជើញចូលរួមនៅក្រុមហ៊ុនម៉ៅការជាច្រើនក្នុងការប្រកួតប្រជែងយកគម្រោងរបស់យើងដើម្បីយើងទទួលបានតម្លៃដែលមានគុណភាពតម្លៃល្អហើយការចង់បាននៃការវិភាគគម្រោងរបស់យើងក៏មានប្រសិទ្ធភាពអាចថាមុនពេលដែលបងប្អូនចាប់ផ្ដើមធ្វើការចុះកិច្ចសន្យាជាមួយនឹងអ្នករចនាប្លង់គឺពួកយើងនឹងចាប់ផ្ដើមសិក្សាជាមួយគាត់ដើម្បីធានាឲ្យបានគម្រោងរបស់បងប្អូនប្រកបដោយគុណភាពក្នុងការសាងសង់ក៏ដូចជាក្នុងតម្លៃដែលបានកំណត់ការសាងសង់គម្រោងអាជីវកម្មគឺជាជំហានដ៏ធំមួយដូច្នេះកុំទុកពេលស្មុគស្មាញក្នុងការខាតបង់ពេលវេលានិងថវិកាដោយសារតែខ្វះការរៀបចំនៅ SCC Engineering យើងមានអ្នកជំនាញច្បាស់លាស់ក្នុងការជួយប្រឹក្សានិងធានាឲ្យគម្រោងរបស់បងប្អូនអនុវត្តទៅតាមកញ្ចប់ថវិកាក៏ដូចជាពេលវេលាដែលបានកំណត់សូមផ្ញើសារមកកាន់ពួកយើងឬអញ្ជើញផ្ទាល់មកកាន់ការិយាល័យរបស់ពួកយើងដើម្បីពិភាក្សាអំពីគម្រោងបន្ទាប់របស់បងប្អូនសូមអរគុណ